ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីចង់ចែកពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តនេះដែរដែលរឿងនោះគឺខ្មោចស្រីតាមចងកម្មពីរហើយពុកម៉ែបងប្អូននឹងស្ដាប់ហើយបើមិនមានបញ្ហាអីក៏មិនមានខ្មោចណាទៅតាមចងកម្មពីរទៅលើអ្នកណាម្នាក់នោះដែរក៏ដោយសារតែមានមនុស្សធ្វើបាបទៅលើរូបនាងទើបនាងបានស្លាប់ទៅជាខ្មោចហើយក៏នៅតែតាមចងកម្មពីរវល់ទាល់តែនាងបានសម្រេចនៅគោលបំណងរបស់នាងទើបតែនាងចាក់ចេញទៅអញ្ចឹងណាបងប្អូនហើយដែលរឿងនោះគឺមាននារីម្នាក់ស្រស់ស្អាតហើយចំនួននោះដែរគឺយើងនឹងស្រាប់ហើយគឺមិនទាន់មានទូរស័ព្ទសម័យទំនើបដូចយើងទេនិយាយរួមទៅគឺនៅសម័យបុរាណតែម្ដងដែលសម័យនោះដែរគឺមាននារីម្នាក់ហ្នឹងស្រស់ស្អាតជាងគេនៅក្នុងភូមិដែលនាងហ្នឹងសម្បូរមនុស្សប្រុសហ្នឹងប៉ែតតីនាងច្រើនណាស់ដោយសារតែនាងមានសម្រស់ហ្នឹងស្អាតអញ្ចឹងបងប្អូននឹងស្រាប់ហើយតែស្រីស្អាតអ្នកណាក៏ស្រឡាញ់ច្រើនដែរនាងក៏មិនមែនជាកូនដែលទូកធាប្រហែលនោះដែរជាកូនស្រីនៃមជ្ឈុំនៅក្នុងភូមិអញ្ចឹងណាបងប្អូនហើយថ្ងៃមួយមានកូនរបស់លោកមេភូមិអញ្ចឹងណាហើយជានៅនោះគឺកូនលោកមេភូមិហ្នឹងគឺដូចជាអ្នកមានជាងគេអញ្ចឹងឯងហើយសម័យនោះដែរមានបរិសុទ្ធជាច្រើនតាមស្រឡាញ់នាងតែនាងមិនជាប់ចិត្តនោះទេដោយសារតែនាងមិនទាន់គិតគូរអំពីរឿងស្នេហាព្រោះតែនាងគឺនៅមានបន្ទុកគ្រួសារនៅមានប្អូនដែលត្រូវមើលថែបន្តទៀតទាល់តែនាងគិតថាខ្លួនឯងហ្នឹងមានអ្វីគ្រប់គ្រាន់សម្រាប់ប្អូនដែលគេបានធំនឹងក្តីអញ្ចឹងណាហើយថ្ងៃមួយនាងក៏បានធ្វើដំណើរទៅផ្សារនៅពេលដែលនាងទៅផ្សារហ្នឹងក៏បានធ្វើដំណើរទៅជាមួយនឹងប្អូនស្រីហើយថ្ងៃនោះគឺស្រាប់តែមានបុរសម្នាក់ក៏តាមស្រឡាញ់នាងចែចង់នាងថាជូននាងទៅផ្សារហើយគេក៏បាននិយាយណែនាងតើខ្ញុំអាចជូននាងទៅផ្សារបានទេហើយនារីក៏បានឆ្លើយថាអត់អីទេបងខ្ញុំអរគុណច្រើនហើយខ្ញុំអាចទៅជាមួយនឹងប្អូនខ្ញុំបានហើយពេលនោះដែរពួកគេក៏បានដើរតាមនាងពីក្រោយដែលនាងមានអារម្មណ៍ថាដូចជាមានគេតាមនាងពីក្រោយអញ្ចឹងធ្វើឲ្យនាងមានអារម្មណ៍ថាដូចជាមិនស្រួលហើយគេពីអ្នកប្អូនស្រីហ្នឹងក៏បានដើរទៅផ្សារយ៉ាងលឿនប្រញាប់ប្រញាល់ឆាប់បានមកវិញហើយនារីក៏បានទិញបន្លែបន្លុកម្ហូបត្រីសាច់ដើម្បីយកមកស្លុកអញ្ចឹងណាបងប្អូនហើយស្រាប់តែនាងទិញនាងក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញនៅពេលដែលត្រឡប់មកផ្ទះវិញហ្នឹងនារីហើយនឹងប្អូនក៏បានមកដល់ផ្ទះធ្វើម្ហូបធម្មតារីឯពូប្រុសដែលតាមមើលនារីហ្នឹងក៏នៅតែតាមឃ្លាំមើលនារីអញ្ចឹងពួកគេស្រឡាញ់នារីមិនបានតែពួកគេគិតអាក្រក់ទៅលើនារីហើយថ្ងៃមួយនោះនារីបានធ្វើដំណើរទៅស្រែចំការដែលជាចំការរបស់ឪពុករបស់នារីហើយនារីបានធ្វើដំណើរទៅតែម្នាក់ឯងទេដោយសារប្អូនស្រីគាត់នឹងត្រូវជាប់ភារកិច្ចទៅរៀននារីក៏បានធ្វើដំណើរទៅចំការដើម្បីទៅជួយពុកចាក់ទឹកដំណាំហើយនឹងថែដំណាំកាត់យកមកលក់ស្រាប់តែនារីទៅគឺដំណាំនឹងនារីចាក់ពេលល្ងាចហើយពេលនារីទៅដល់ហ្នឹងនារីជួយឪពុករួចរាល់អស់ហើយនារីក៏ត្រូវដល់ពេលត្រឡប់មកផ្ទះវិញហើយណាមួយឪពុករបស់នារីគាត់ក៏បានសម្រាកនៅចំការហើយនារីក៏ធ្វើដំណើរមកតែឯងទាំងយប់មិនយប់ប្រហែលទេប្រហែលជាម៉ោង 4 ម៉ោង 5 ល្ងាចហើយបុរសដែលតាមឃ្លាំមើលនារីនឹងក៏កើតមានចិត្តប៉ុនប៉ងចាប់រំលោភនារីហើយនារីក៏បានធ្វើដំណើរមកបានប្រហែលពាក់កណ្ដាលផ្លូវហ្នឹងពួកគេក៏បានចេញមកស្ទាក់នារីហើយក៏បានវាយប្រតបនារីហើយក៏បានចាប់នារីចូលទៅក្នុងព្រៃហើយពួកគេក៏ធ្វើសកម្មភាព
រំលោភនារីបានសម្រេចម្នាក់ម្ដងហើយបន្ទាប់មកពួកគេក៏បានរឹតករបស់នារីសម្លាប់ចោលយ៉ាងឃោរឃៅតែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះទេពួកគេក៏បានលើកនារីចងនៅលើដើមឈើធ្វើដូចជានារីនឹងចងកសម្រាប់ខ្លួនអញ្ចឹងពេលនោះហើយពួកគេក៏បានធ្វើដំណើរចេញពីទីនោះធ្វើជាធម្មតាលុះទៅដល់ផ្ទះព្រឹកឡើងឪពុកក៏បានបាត់កូនស្រីក៏នាំអ្នកភូមិនឹងដើររកកូនទាំងយប់ហើយស្រាប់តែរកក៏ប្រទះឃើញថានារីនឹងបានចងកនៅលើដើមឈើទៅហើយប៉ុន្តែសកម្មភាពនោះគឺមិនមែនសកម្មភាពរបស់នារីដែលទៅចងកខ្លួនឯងទេគឺក្រុមរបស់ប្រុសដែលតាមប្រមាញ់នារីនឹងឯងពួកគេមានគ្នាប្រហែលជា 4-5 នាក់ពួកគេនឹងសាហាវខូខើណាស់ហើយចំនួននោះគឺមិនតាន់ទូលំទូលាយហើយក៏មិនមានសម្ភារៈណាទំនើបដូចសម័យយើងឡើយទេមិនមានទូរស័ព្ទណាថតមិនមានអ្វីដែលត្រូវទេហើយប៉ូលីសណាតាន់បានភ្លាមបាននោះទេអញ្ចឹងណាបងប្អូនហើយប្អូនស្រីហើយនឹងឪពុកម្ដាយរបស់នារីនឹងក៏បានយំទ្រហោយំយ៉ាងខ្លាំងហើយអ្នកភូមិក៏បានជួយទម្លាក់សពរបស់នារីចុះហើយឪពុកម្ដាយរបស់នារីនឹងក៏បានយកទៅធ្វើបុណ្យតាមធម្មតាតាមប្រពៃណីរបស់ខ្មែរយើងបុរាណលុះធ្វើបុណ្យរួចសពចប់គ្រប់ហើយស្រាប់តែនាងប្រហែលជាមិនទាន់ដឹងខ្លួនទេដោយសារតែខ្មោចភាគច្រើន7ថ្ងៃបានដឹងខ្លួនពេលនោះដែរនារីក៏បានដើរត្រឡប់មកផ្ទះវិញដូចជាធម្មតានារីក៏មានហៅបងប្អូនហៅនិយាយធម្មតាព្រោះនាងមិនទាន់ដឹងថាខ្លួនឯងស្លាប់នោះទេលុះបាន7ថ្ងៃនារីក៏បានដឹងថាខ្លួនស្លាប់ទៅហើយនារីក៏បានដឹងថាខ្លួនស្លាប់ដោយសារអ្វីព្រោះគេបានគ្រប់គម្រប់ថ្ងៃដែលគេត្រូវដឹងខ្លួនហើយពុកម៉ែបងប្អូនដឹងយ៉ាងម៉េចទេគឺសពរបស់នារីនឹងគឺពិតជាសាហាវខូខើខ្លាំងណាស់ដោយនារីគឺលងធ្វើបាបទាំងឪពុកម្ដាយរបស់អ្នកដែលធ្វើបាបទៀតអ្នកភូមិនារីតែងលងបន្លាចមួយប៉ុន្តែមិនខ្លាំងខ្លាណាដល់ថ្នាក់ធ្វើឲ្យឈឺស្លាប់នោះទេហើយនារីដំបូងនាងបានទៅលងឪពុកម្ដាយរបស់អ្នកដែលចាប់រំលោភនាងលងរហូតនាងក៏បានទៅឈរហៅពីមុខផ្ទះអ៊ំស្រីហើយអ៊ំស្រីនឹងក៏បានបើកទ្វារមកមើលស្រាប់តែបើកទ្វារមកមើលឃើញនារីនឹងឈរស្លៀកពាក់អាវសខោសលៀងអណ្ដាតទៀតពុកម៉ែបងប្អូនអើយស្រាប់តែពេលនោះម្ដាយរបស់ពួកដែលធ្វើបាបនាងនឹងក៏បានបិទទ្វារហើយក៏សង្ងំឡើងញ័រខ្លួនភ័យញ័រខ្លួនតែម្ដងហើយពេលនោះដែរនារីក៏បានហៅបន្តទៀតស្រាប់តែហៅក៏មិនបើកទ្វារវគ្គនេះនារីក៏បានទៅគោះទ្វារផ្ទះតែម្ដងពុកម៉ែបងប្អូនហើយយើងគ្រាន់តែសម័យឃើញក៏មានអារម្មណ៍មួយថាព្រឺព្រួចមែនទែនបើសិនជាយើងនៅក្នុងហេតុការណ៍នោះមិនដឹងជាភ័យយ៉ាងណាទេពុកម៉ែបងប្អូនអើយលុះព្រឹកឡើងឪពុកម្ដាយរបស់បុរសនោះក៏បានទៅដំណើរប្រាប់អ៊ំមេភូមិហើយអ៊ំមេភូមិក៏បាននិយាយថាព្រលឹងរបស់នារីប្រហែលជាមិនមែនស្លាប់ដោយសារចងកខ្លួនឯងនោះទេព្រោះចំនួននោះគឺមិនមានការស៊ើបអង្កេតណាដូចជំនាន់សម័យយើងឥឡូវទេមានការស៊ើបអង្កេតស្វែងរកផុសតាងអីចឹងណាហើយពេលនោះហើយនារីក៏បានបាត់ខ្លួនទៅហើយប្រុសពួកម៉ាក់គេ4-5នាក់ហ្នឹង
ngày mùi nắng kế của bạn nộp thì đa lên nơi đi krong sắp tại kế màu vĩnh cứ kế chi mình men mà tô là tụm nợ đời là đi đi krong cái cứ thua đồng ná đôi chỉ còn tại phần nắng lúc bố mẹ mà nhẹ nừng còn ban thua đồng na tới tia tại mình nhẹ anh sắp tại pe nộp kế của bạn chỉ còn từ cắt đèl vụ kế nâng thua scào hiệp đầm bầy sầm lạp nề ri nâng hai pe nộp đài nề ri có ban khai khuôn thua chỉ sấy sa chỗ bọ đầy hai bộ rò nộp áo đục niềng phò sắp tại bộ rò nộp khơi hái có ban chốc còn hãy áo nề ri làng chỉ bị cào nề ri có ban áo trong cái bộ rò nộp nợ pe để chỉ tới baoប្រហែលជាពាក់កណ្ដាលផ្លូវពុកម៉ែបងប្អូនអើយនារីក៏បានយកដៃនឹងលុកខ្វេះពោះវៀនរបស់បុរសនោះយ៉ាងសាហាវតែម្ដងពេលនោះដែរបុរសនោះក៏មិនទាន់ស្លាប់ទេនៅមានដង្ហើមហើយនារីក៏បានប្រែទឹកមុខទៅជានារីដែលបានស្លាប់ទៅហើយគេក៏បានដឹងថាអូពិតជាសាកសពរបស់នារីគឺគេចេញមកសងសឹកហើយពេលនោះដែរបុរសនោះក៏បានសុំទោសទៅនារីប៉ុន្តែនារីមិនលើកលែងនោះទេនារីក៏បានធ្វើបាបគេដូចដែលគេធ្វើបាបនារីអញ្ចឹងគឺនារីបានខ្វេះពោះវៀនរបស់គេហើយនារីក៏បានលើកនាងនឹងលើកគេនឹងទៅដាក់លើដើមឈើហើយមិនធម្មតាទេបងប្អូនគឺក្បាលចុះក្រោមទៅទៀតអញ្ចឹងណាបងប្អូនស្លុះព្រឹកឡើងអ្នកភូមិក៏បានផ្អើលឆោឡោទាំងអស់គ្នាហើយពុកម៉ាក់គេ4នាក់ទៀតនឹងក៏មានអារម្មណ៍ថាភ័យខ្លាចមែនទែនហេតុអីក៏ពុកម៉ាក់គេនឹងស្លាប់យ៉ាងសាហាវម្ល៉េះរូបរាងក៏អាក្រក់មើលមិនយល់ហើយមានសត្វសាហាវហ្នឹងចឹកស៊ីទៅទៀតអញ្ចឹងណាបងប្អូនពេលនោះដែរពុកមិត្តភ័ក្តិរបស់គេនឹងមានអារម្មណ៍ថាដូចជាតក់ស្លុតភ័យខ្លាចថានារីនឹងមកលងធ្វើបាបឬក៏ចងកម្មពៀឬក៏សងសឹកទៅពួកគេវិញពុកម៉ែបងប្អូនអើយអញ្ចឹងហើយណាមិនថាព្រលឹងគឺតែយើងធ្វើបាបគេគឺតែតសងកម្មពៀដែលយើងបានសាងទៅលើគេអញ្ចឹងឯងហើយស្រាប់តែពេលនោះពួកគេក៏បានគិតច្រើនពួកគេក៏បាននាំគ្នាទៅធ្វើបន់មិត្តភ័ក្តិរបស់គេតាមធម្មតាហើយពួកគេក៏បាននៅកំដររោងដល់យប់ជ្រៅពួកគេនៅកំដររោងហ្នឹងគឺពួកគេបានហូបគ្រឿងស្រវឹងតិចតួចចឹងណាបងប្អូនយើងនឹងស្រាប់ហើយនៅពេលណាដែលយើងកំដររោងបន់គឺតែងតែមានការហូបចុកដើម្បីកុំឲ្យងុយគេអញ្ចឹងណាបងប្អូនហើយស្រាប់តែពួកគេផឹកហ្នឹងកដររោងហើយផឹកស្រាស្រាប់តែមិត្តភ័ក្តិរបស់គេម្នាក់ហ្នឹងក៏បានសុំលាទៅផ្ទះមុនដោយសារគេត្រូវរវល់ទៅនៅផ្ទះអញ្ចឹងណាដោយសារតែគេមានឪពុកម្ដាយចាស់នៅផ្ទះហើយក៏គេត្រូវទៅយកអាសាខ្លាចមានបញ្ហាអីអញ្ចឹងណាហើយគេក៏បានលាពុកម៉ាក់គេមកមុនស្រាប់តែពេលនោះគេក៏បានធ្វើដំណើរដោយដើរដោយសារផ្ទះចិត្តដែរប៉ុន្តែផ្ទះរបស់គេត្រូវឆ្លងកាត់ព្រៃដ៏ស្ងាត់មួយបានទៅដល់ផ្ទះរបស់គេអញ្ចឹងណាបងប្អូនហើយគេក៏ធ្វើដំណើរទៅម្នាក់ឯងស្រវឹងត្រេតត្រោតផងអញ្ចឹងបងប្អូនហើយក៏បានដើរទៅក៏ស្រាប់តែឃើញនារីដ៏ស្រស់ស្អាតទៀតដូចមិត្តភក្តិចាស់របស់គេអញ្ចឹងហើយណាមួយគេក៏មានតណ្ហាក្រាស់ដែរអញ្ចឹងណាហើយឃើញនាងក៏បានបកដៃហៅគេក៏មិនបានគិតច្រើនហើយក៏ដើរតាមនាងរហូតទៅដល់ក្នុងព្រៃទៅដល់កន្លែងដែលគេចាប់នាងអញ្ចឹងណាហើយពេលនោះដែរគេក៏មិនបានគិតច្រើនដែរស្រាប់តែគេក៏បានឃើញនាងហើយក៏រត់ទៅអោបពុកម៉ែបងប្អូនដឹងអញ្ចឹងមិនទេដល់ពេលដែលគេអោបហ្នឹងគឺមានអារម្មណ៍អត់មានអារម្មណ៍អីទេដូចជាគេមានអារម្មណ៍ថាដូចជាមនុស្សយើងធម្មតា
lúc cái ảo nắng hai cái có bán thôi cam một phim sắp tới cái thôi cam phim nắng bộ mày bộ nắng nhà mình cứ thôi cam phim cho môi nắng đây dừng rừng gặp rừng thằng mình hòn nắng bộ cái không prăng pra cam phimอย่างខ្លាំងហើយក៏បានដឹងខ្លួនថាមិនមែនជាមនុស្សទេហើយដីសុតសាតែម្ដងពេលនោះនារីក៏មិនទុកចាំយូរនារីក៏បានឡើងជិះពីលើហើយក៏រុញគេនឹងសង្កត់ខ្លាំងរហូតទៅដល់គេទ្រាំមិនបានហើយក៏បានដាច់ខ្យល់ស្លាប់ភ្លាមនារីក៏បានធ្វើដូចមុននារីចាប់ទៅដាក់លើចុងឈើទាំងអាក្រាតកាយពេលនោះដែរស្រាប់តែប៉ុននឹងគឺមិនតន់ចប់ផងស្រាប់តែអ្នកភូមិក៏ផ្អើលឆោឡោម្ដងទៀតទៅហើយអ្នកភូមិគិតថាប្រហែលជាមិនស្រួលទេភូមិយើងឥឡូវប្រហែលជាមានខ្មោចព្រាយបិសាចណាលោកមិនឡាចអីហើយឬក៏ធ្វើបាបហើយបានជាស្លាប់ម្ដងមួយដូចគ្នាអញ្ចឹងហើយមិត្តភ័ក្តិរបស់គេក៏បានសង្ស័យទៅលើនារីដែលគេបានធ្វើសកម្មភាពពីកន្លងមកហើយគ្នាគេពួកគេទាំង3នាក់នឹងបានភ័យស្លន់ស្លោហើយពួកគេនឹងក៏បានមានគម្រោងត្រូវរៀបចំដើម្បីរត់ទៅឆ្ងាយពីទីនោះប៉ុន្តែធ្វើមិនได้ទេបងប្អូនយើងជាមនុស្សយើងធ្វើបាបគេយើងមិនអាចរត់បានឆ្ងាយទេទោះបីយើងរត់ទៅដល់ណាក៏គេអាចទៅរកយើងឃើញដែរហើយពួកគេបានបន់មិត្តភ័ក្តិគេនឹងចប់សពគ្រប់អស់ហើយពួកគេនៅសល់3នាក់ក៏បានលាឪពុកម្ដាយនឹងដើម្បីទៅធ្វើការនៅទីក្រុងភ្នំពេញលុះគេចេញពីទីលំនៅឋានទៅមានឯណាបងប្អូនធ្វើដំណើរទៅនឹងមិនទាន់បានឆ្ងាយប្រហែលផងស្រាប់តែពួកគេនឹងមានបញ្ហាដោយសារឡានក្រុងពីចំនួនមុនដល់ស្រាប់ហើយគឺចាស់មែនទែនក៏បានខូចនៅតាមផ្លូវហ្នឹងគឺខ្វះជាងជួសជុលហើយពួកគេទាំង3នាក់ហ្នឹងមានអារម្មណ៍ថាដូចជាភ័យស្លន់ស្លោព្រោះខូចនៅក្នុងព្រៃទៅទៀតហើយពួកគេមិនដឹងគិតយ៉ាងណាក៏បានអង្គុយសំងំនៅក្នុងឡានស្រាប់តែមួយសន្ទុះជាងក៏បានប្រាប់ថាឡានយើងទៅមុខមិនរួចទេព្រោះវាខូចខ្លាំងដោយសារតែឡាននេះចាស់ផងហើយជាងក៏គាត់នៅឆ្ងាយទៀតត្រឹមតែមកដល់ហើយក៏គាត់នឹងបានប្រាប់ឲ្យអ្នកទាំងអស់គ្នានឹងធ្វើដំណើរទៅផ្ទះសិនទៅចាំឡានគាត់ធ្វើរួចចាំយើងចេញដំណើរទៅទៀតស្រាប់តែពេលនោះដែរពួកគេនឹងក៏បានខូចចិត្តយ៉ាងខ្លាំងដោយសារពួកគេមិនអាចរួចទេតាមមើលទៅពួកគេគិតអញ្ចឹងណាបងប្អូនស្រាប់តែពេលនោះពួកគេក៏បានត្រឡប់មកផ្ទះវិញហើយពួកគេនឹងក៏បានដើរដោយសារតែឡាននឹងហូសទៅមិនបានឆ្ងាយប្រហែលទេហើយពួកគេបានដើរត្រឡប់មកវិញព្រោះពេលព្រឹកឡានចេញពេលព្រឹកអញ្ចឹងណាបងប្អូនពួកគេដើរមកវិញដោយសារពួកគេមិនខ្លាចទេដោយសារពេលព្រឹកពេលថ្ងៃស្រាប់តែពួកគេនឹងធ្វើដំណើរដល់កន្លែងដែលគេបានធ្វើសកម្មភាពទៅលើនារីពួកគេក៏បាននឹកឃើញពីសកម្មភាពនោះពួកគេក៏ស្ដាយក្រោយតែមិនអាចនឹងធ្វើអ្វីសងគុណឲ្យរួចទោសបានទេព្រោះពួកគេសម្លាប់ជីវិតមនុស្សហើយពួកគេទាំង3នាក់ហ្នឹងក៏ធ្វើដំណើរទៅដល់ផ្ទះវិញរៀងខ្លួនពួកគេក៏បានប្រាប់ឪពុកម្ដាយថាអត់បានទៅទេដោយសារឡានខូចតាមផ្លូវពេលនោះដែរឪពុកម្ដាយក៏មានអារម្មណ៍ថាដូចជាមិនស្រួលទេហេតុអ្វីក៏នៅសុកឡានខូចយ៉ាងនេះដោយសារតែឪពុកម្ដាយរបស់ពួកគេហ្នឹងក៏ធ្លាប់មានការលងបន្លាចពីនារីផងដែរពួកគេមានអារម្មណ៍ថាដូចជាមិនស្រួលទេតាមមើលទៅហើយម្ដាយរបស់ពួកគេដែលនារីទៅលងហ្នឹងក៏បានទៅវត្តដើម្បីសុំឲ្យលោកជួយ
ប៉ុន្តែលោកប្រាប់ថាលោកជួយមិនបានទេដោយសារនឹងគឺជាកម្មពីដែលគេបានសាងហើយអ្នកមីងក៏បានអង្វរលោកតាសុំឲ្យលោកតាជួយជាខ្សែដៃខ្សែកដើម្បីការពារពីអមនុស្សដូចជាខ្មោចព្រាយអញ្ចឹងណាបងប្អូនលុះស្រាប់តែលោកតាក៏បានផ្ដល់ជូនប៉ុន្តែធ្វើម្ដេចលោកតាក៏បានផ្ដល់ជូនគឺស័ក្តិសិទ្ធិមែនទែនក៏ប៉ុន្តែធ្វើម៉េចយើងមានកម្មពីជាមួយនឹងគ្នាហើយមិនអាចនឹងរួចខ្លួនបាននោះទេថ្ងៃមួយពួកគេគិតថាប្រហែលជាមិនមានបញ្ហាអីទេហើយពួកគេទាំង3នាក់ហ្នឹងក៏បានជួបជុំគ្នានឹងផឹកស៊ីម្ដងទៀតពួកគេផឹកស៊ីរហូតដល់យប់ម៉ោងប្រហែលជា11ពួកគេស្រវឹងជោគជាំមែនទែនហើយពួកគេក៏បានដើរទៅរកកភ្នូររបស់នារីដោយពួកគេខឹងនារីដែលបានសម្លាប់មិត្តភក្តិរបស់ពួកគេស្រាប់តែពេលនោះហើយគឺជាពេលល្អសម្រាប់នារីដែលត្រូវចាត់ការពួកគេទាំង3នាក់ដើម្បីសងសឹកនៅគំនុំដែលពួកគេបានសាងទៅលើខ្លួនអញ្ចឹងណាហើយពួកគេនឹងក៏បានធ្វើដំណើរចេញទៅទាំងយប់តែម្ដងគិតទៅបងប្អូនមនុស្សស្វឹងគឺអត់ខ្លាចអីសោះតែម្ដងស្រាប់គេធ្វើដំណើរទៅដល់ភ្នូររបស់នារីពួកគេក៏បានយកចបនឹងកាប់កោះពុកម៉ែបងប្អូនអើយគឺពិតជាសាហាវមែនទែនមានឯណាពួកគេកំពុងតែកាប់មិត្តភក្តិរបស់គេម្នាក់ទៀតដែលមិត្តភក្តិរបស់គេម្នាក់ទៀតនឹងគឺនៅលើក្តារមឈូសរបស់នារីនឹងឯងនេះហើយជាសកម្មភាពមួយដែលសាហាវមែនទែនប្រហែលជានារីគិតអាចបន្លំខ្លួនឬក៏คลายខ្លួនទៅជាដីឬក៏ទៅជាភ្នូរបានហើយពេលនោះដែរពួកគេបានភ័យស្លន់ស្លោមែនទែនពួកគេក៏បានរត់ចោលគ្នាទៅបាត់តែម្ដងប៉ុន្តែនារីនៅតែតាមធ្វើបាបតាមសងសឹកទាល់តែបានសម្រេចលុះនារីតាមគេក៏បានដួលចំពប់ហើយទីនោះមើលទៅក៏មានទឹកគេក៏ខំលោតទឹកប្រងតែម្ដងនៅពេលនោះដែរគេខំហែលរហូតប៉ុន្តែមិនទៅមុខសោះពុកម៉ែបងប្អូននឹងយ៉ាងម៉េចទេនៅពេលដែលគេងាកខ្លួនមកផ្ងាខ្លួនមកលើវិញពុកម៉ែបងប្អូនអើយគឺឈាមទ្រុងអស់លលេងទៅហើយដោយសារតែខ្មោចនឹងគឺបានបន្លំភ្នែកថាជាស្ទឹងដើម្បីឲ្យពួកគេនឹងហែលទឹកឆ្លងស្រាប់តែពួកគេមិនមែនហែលទឹកណាគឺហែលលើគោកធ្វើឲ្យរយះទ្រុងឈាមជើងឈាមដៃក៏បានស្លាប់បាត់ភ្លាមតែម្ដងហើយនារីក៏ធ្វើសកម្មភាពចងទៅលើដូចជាធម្មតាដូចសាកសពមុនដែលធ្វើអាប់នាងអញ្ចឹងហើយអ្នកភូមិមេភូមិប៉ូលីសឲ្យនឹងចំណិនមុនគឺមានតិចតួចមែនទែនហើយក៏បានដាក់ការសង្ស័យទៅលើសកម្មភាពរបស់ពួកគេទៅធ្វើទៅលើនារីរីឯពូម៉ាក់គេម្នាក់ទៀតនឹងក៏បានទៅប៉ុស្តិ៍ប៉ូលីសដើម្បីសារភាពថាប៉ុន្មានខែមុននឹងពួកគេបានធ្វើសកម្មភាពរំលោភទៅលើនារីហើយសម្លាប់នារីរួចមកក៏យកសាកសពនារីនឹងទៅចងលើដើមឈើដើម្បីបន្លំខ្សែភ្នែករបស់អ្នកភូមិហើយនិងឪពុកម្ដាយរបស់នាងពេលនោះដែរឪពុកម្ដាយនារីក៏ហ៊ូចិត្តមែនទែនហើយប៉ូលីសក៏បានចាប់បុរសនោះឃុំឃាំងនៅក្នុងប៉ុស្តិ៍ប៉ូលីសមួយរយៈសិនស្រាប់តែពេលនោះក៏បានឱកាសល្អសម្រាប់នារីដើម្បីចាត់ការគេដោយសារតែគេមិនអាចរត់ទៅណារួចទីនោះទេដោយសារតែគេជាប់គុកទៅហើយពេលនោះនារីក៏បានយកបាយដែលខ្លែងខ្លួនទៅធ្វើជាប៉ូលីសក៏បានយកបាយទៅឲ្យគេហើយគេក៏បានញ៉ាំយ៉ាងឆ្ងាញ់ប៉ុន្តែគេមិនដឹងថាបាយនោះជាអ្វីនោះទេគឺបាយនោះគឺជាដង្កូវពឹសពុកម៉ែបងប្អូនអើយហើយដង្កូវនោះក៏បានជ្រាបចូលទៅដល់ខ្លួនរបស់គេធ្វើឲ្យគេឈឺចាប់យ៉ាងខ្លាំង
mình nghe slap đôi dương thom đa này cứ mê rô cũng phơ tờ nó căm thơ ba si này si nô vì mình sưu được bỏ xin đi bọn em phô nâng slap ra hơi bên nó đài nếu so tại mình nhẹ nâng có ban slap được ní hơi xạ xóp có ban đôi ní nơi lời trong chớ đôi ní hơi thay mùi ở bộ mà này được bỏ bỏ ra tiếng pram nhẹ nâng có ban anh chơi cừu đám bay điệp trongพิธีจับประลึงរបស់នាងហើយស្រាប់តែនៅពេលដែលពួកគ្រូហើយនឹងអ្នកភូមិដែលជា5គ្រួសាររបស់សពដែលស្លាប់នឹងក៏បានទៅចូលរួមហើយអ្នកភូមិក៏បានទៅចូលរួមខ្លះៗដែរហើយអ្នកភូមិទាំងអស់គ្នានឹងក៏បានអង្គុយនៅក្នុងសីមាដែលលោកគ្រូនឹងបានរៀបចំដើម្បីកុំឲ្យមានបញ្ហាទៅមុខនៅពេលដែលមានបញ្ហាយើងមានឯកសារនិងអីវ៉ាន់យើងគ្រប់គ្រាន់សម្រាប់ញ៉ាំឬក៏សម្រាប់ហូបស្រាប់តែពេលនោះដែរនារីក៏បានចេញមុខមកភ្នែកស្លៀនថ្លែអណ្ដាតលៀនវែងក៏បានស្រែកទៅគ្រូថាតើឯងចង់បានអ្វីហើយលោកគ្រូក៏ស្រែកថាយើងមកប្រាប់ឯងថាយើងនៅភពផ្សេងគ្នាហើយឯងមិនបាច់តាមខ្ញុំទេខ្ញុំស្គាល់ហើយម៉ូដផលិតផលនេះទឹកត្រីនេះមិនបាច់ឯងទិញឲ្យទេស្រាប់តែពេលនោះក៏លោកតាក៏បានចេញមកដោយសារតែនារីដែលជាខ្មោចនឹងដែលក៏ហៅនឹងគឺនាងមិនខ្លាចនោះទេនាងក៏បានស្រែកយ៉ាងខ្លាំងទៅកាន់ពួកមនុស្សដែលធ្វើបាបនាងមានកំហឹងយ៉ាងខ្លាំងហើយនាងក៏ចាប់ផ្ដើមបញ្ចេញយុទ្ធសាស្ត្រនៅពេលដែលនាងបញ្ចេញយុទ្ធសាស្ត្រនឹងគឺកម្លាំងរបស់នាងគឺខ្លាំងជាងមុនយ៉ាងម៉េចដោយសារយ៉ាងម៉េចគឺត្រូវនឹងថ្ងៃដែលនាងមានឥទ្ធិពលទៅលើពួកគ្រូទាំងអស់ស្រាប់តែពេលនោះដែរនាងក៏បានធ្វើខ្ទេចខ្ទីសីមាហើយនឹងគ្រឿងដែលលោកគ្រូនឹងរៀបចំហើយនាងក៏បានសម្លាប់គ្រូដែលបានមកនឹងគឺសម្លាប់ចោលតែម្ដងហើយអ្នកភូមិនាងស្រណោះអាណិតនាងក៏បានប្រឡែងទៅវិញនេះហើយគឺជាជីវិតដែលយើងធ្វើបាបយើងចងកម្មពៀជាមួយនឹងគេគឺគេតែងតែចងកម្មពៀយើងរហូតទៅមុខហើយស្រាប់តែពេលនោះមានលោកសង្ឃបាននិមន្តមកហើយនិយាយសួរថាណែលោកប្អូនតើលោកប្អូនត្រូវការអ្វីច្បាស់លោកប្អូនគាត់តែប្រាប់ខ្ញុំរៀបចំជូនស្រាប់តែពេលនោះលោកតាក៏បាននិមន្តមកហើយប្រាប់ទៅនារីថាឈប់ចងកម្មពៀទៅព្រោះអ្នកដែលចងកម្មពៀនឹងគឺគេបានស្លាប់អស់ទៅហើយនារីក៏បានឮលោកតានិយាយបែបនោះនារីក៏មានចិត្តអាណិតមានចិត្តអាសូរហើយនាងក៏បានកាត់បន្ថយនិងនាងឈប់សម្លាប់អ្នកផ្សេងទៅមុខទៀតព្រោះថាយើងត្រូវការហើយពេលនោះដែរលោកតាក៏សូមបណ្បានទៅនារីគឺសូមបណ្បានថាឈប់ចងកម្មពៀទៅនារីទៅចាប់ជាតិទៅព្រោះនាងបានសម្រេចបំណងរបស់នាងសងសឹកទៅលើពួកគេដែលធ្វើបាបនាងហើយពេលនោះដែរនារីក៏បានក្រាបថ្វាយបង្គំលោកតាហើយលោកតាក៏បានសូត្រនៅបាលីធម៌ដើម្បីឲ្យនាងទៅកាន់សុគតិភពនិងចាប់ជាតិថ្មីពេលនោះនារីក៏បានអរគុណទៅលោកតាដែលបានជួយនិងបានណែនាំផ្លូវដើម្បីឲ្យនាងទៅចាប់ជាតិថ្មីនៅជាតិមុខកុំឲ្យអភ័ព្វដូចជាតិនេះព្រោះជាតិនេះនាងអភ័ព្វពេកហើយដែលត្រូវមនុស្សប្រុសជាច្រើនធ្វើបាបនាងស្ដាយក្រោយនាងបាននិយាយជាមួយពុកម្ដាយនាងជាលើកចុងក្រោយថានាងស្ដាយណាស់ដែលមិនបាននៅមើលថែនាងពិតជាអាយុខ្លីណាស់ហើយនាងក៏បានលាពុកម៉ែហើយរឿងនេះក៏បានចប់តែប៉ុណ្ណេះហើយនេះហើយគឺជាការចងកម្មពៀគ្នាទៅវិញទៅមក
គឺយើងធ្វើបាបគេគេធ្វើបាបយើងវិញហើយ